កុំប្រើរឿងទាំង3នេះដើម្បីលេងសើចនិងមើលងាយអ្នកដទៃជាដាច់ខាតទី1លុយកាក់ថ្ងៃនេះអ្នកមានលុយក៏ប៉ុន្តែកុំភ្លេចថាលុយកាក់មានស្លាបមនុស្សម្នាក់អាចមាននៅថ្ងៃនេះតែអាចក្លាយជាអ្នកសំទាននៅថ្ងៃស្អែកកុំសើចចំអកមើលងាយមនុស្សដែលកំពុងជួបការលំបាកព្រះអាចនឹងលើកដំកើងពួកគេក្នុងពេលមួយយប់ហើយទម្លាក់អ្នកចុះក្នុងមួយវិនាទីទី2អាពាហ៍ពិពាហ៍នៅពេលដែលអ្នករៀបការហើយមិនមែនមានន័យថាអ្នកដតីបរាជ័យនោះទេអាពាហ៍ពិពាហ៍មិនមែនជាពានរង្វាន់នោះទេគុំចំអកឲ្យមនុស្សដែលនៅលីវអ្នកខ្លះកំពុងតែរងចាំព្រះជាម្ចាស់អ្នកខ្លះទៀតកំពុងតែព្យាបាលរបួសហើយអ្នកខ្លះទៀតគ្រាន់តែជៀសវាងមនុស្សដែលខុសប៉ុណ្ណោះចូលចងចាំថាអាពាហ៍ពិពាហ៍ដែលគ្មានសន្តិភាពគឺមិនខុសអីអំពីគុកងងឹតនោះទេដូច្នេះស្ងប់រងាប់កុំប្រមាថទី3កូនចៅគឺជាអំណោយអំពីព្រះជាម្ចាស់មិនមែនជាមេដៃសម្រាប់ប្រៀបធៀបគ្នានោះទេកុំសើចចំអកអ្នកដែលមិនទាន់មានកូនអ្នកមិនដឹងអំពីទឹកភ្នែកការអធិដ្ឋានឬក៏យប់ដែលពួកគេយំដោយស្ងៀមស្ងាត់នោះទេអ្វីដែលអ្នកសើចចំអកនៅថ្ងៃនេះអាចជារឿងដែលអ្នកនឹងបាត់បង់នៅថ្ងៃស្អែកចូលមានប្រាជ្ញាជីវិតតែងតែវិលទៅវិលមកដោយវាលវដ្តសង្សារស្ថានភាពតែងតែប្រែប្រួលមានតែព្រះទេដែលប្រទានពរទាំងនេះដោយសេចក្តីមេត្តាករុណាចំពោះទ្រង់មិនមែនដោយសារតែមោទនភាពរបស់អ្នកនោះទេចូលមានចិត្តសន្តោសហើយគោរពរាល់នៅដំណើរជីវិតទាំងអស់